បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកជួបគ្នាសារជាថ្មីទៀតហើយជាមួយមុខម្ហូបថ្មីអានេះបានសន្លប្រហើបងប្អូនមើលទៅក្បាលវីដេអូក៏ដឹងថាជាតិតែបងប្អូនណាថ្ងៃនេះប្រហើបែបប្លែកបងប្អូនដោយសារតាយើងអត់បានពីដាក់សាច់មាន់អញ្ចឹងបងប្អូនពីខ្លះយើងយកជើងជ្រូកបងប្អូនប្រហើជើងឆ្អឹងចំណីជ្រូកបងប្អូនណាហើយយើងមានឆ្អឹងជំនីជ្រូកចំនួន1ចានហើយនឹងបុកគ្រឿងអានេះយើងមានស្លឹកបាសបងប្អូនបន្លែរបស់យើងគឺយើងមានល្ពៅល្ហុងអីចឹងទៅហើយនេះបំភ្លេចទេត្រពាំងស្រស់យើងគឺយើងស្ងោរវាសិនមកបងប្អូនហើយឆ្អឹងជំនីជ្រូកក៏យើងកាប់វាឲ្យស្អាតចឹងមកបងប្អូនហើយបន្ទាប់មកយើងដាក់ប្រេងឆាយើងដាក់គ្រឿងបុកយើងចូលបងប្អូនយើងថែមប៊ីចេងស្ករតាមអ្វីដែលយើងចូលចិត្តទៅបងប្អូនយើងកូរវាគ្រឿងវាដើម្បីឲ្យវាមានក្លិនឈ្ងុយចឹងបងប្អូនហើយមុខម្ហូបមួយមុខនេះគឺវាអត់ពិបាកទេបងប្អូនហើយយើងធ្វើប្រចាំថ្ងៃបងប្អូននៅផ្ទះអីចឹងណាអានេះបងប្អូនដែលអត់ចេះធ្វើបងប្អូនអាចមើលវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់បងប្អូននឹងអាចធ្វើបានហើយបងប្អូនជួយ like ជួយ share ម្នាក់មួយផងបងប្អូនបើគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនអាចជួយ like ជួយ share ម្នាក់មួយដើម្បីជាប្រយោជន៍ទាំងអស់គ្នានៅលើការធ្វើម្ហូបតាមផ្ទះអញ្ចឹងបងប្អូនជាវាំងយើងទិញម្ហូបគេហូបរាល់ថ្ងៃវាអត់វាពិបាកអញ្ចឹងបងប្អូនយើងធ្វើខ្លួនឯងទៅវាចង់និយាយថាវាធម្មជាតិណារបៀបថាហូបទៅវាមានរសជាតិអ្វីផ្អែមប្រៃហឹរអីចូលចិត្តបែបណាយើងដាក់តាមហ្នឹងអញ្ចឹងបងប្អូនហ្នឹងហើយបងប្អូនវាកូរគ្រឿងបងប្អូនយើងធ្វើមិនឲ្យដាច់ទឹកប្រៃយើងសម្រាប់សាច់ជ្រូកវាអាចនឹងឆ្អាបអានេះវាប្រភេទឆ្អឹងជំនីអត់អីទេអានេះយើងដាក់បន្លែល្ហុងយើងបងប្អូនយើងដាក់អីក៏បានដែរស្រេចយើងចូលចិត្តបែបបន្លែអញ្ចឹងខ្ញុំដាក់ល្ហុងហើយជាមួយល្ពៅហើយជាមួយសណ្តែកហើយត្រប់អញ្ចឹងបងប្អូនយើងទិញគេ1000រៀលអញ្ចឹងនៅផ្សារមានលក់អញ្ចឹងបងប្អូនចំពោះមុខម្ហូបនេះគឺអត់ពិបាកទេបងប្អូនណាហើយយើងកូរវាឲ្យស្មត់អញ្ចឹងបងប្អូនយើងទុកវាមួយស្ទុះយើងដាក់ត្រពាំងយើងចូលមកហើយទីទូទៅយើងដាក់គ្រឿងមុនផែកអញ្ចឹងបងប្អូនយើងកុំដាក់ទឹកបើសិនជាយើងដាក់ទឹកនៅហើយដាក់បន្លែចូលវាអាចនឹងវាតលិនអញ្ចឹងបងប្អូនវាក្លិនអត់ស្រួលអញ្ចឹងយើងដាក់វាក្របទុកបើស្ទុះសិនមកបងប្អូនដើម្បីឲ្យវាបន្លែវារៀងល្វិតល្អហើយបងប្អូននឹងចាក់ទឹកចូលហើយយើងក្របវាទុកមកពុះបងប្អូនអានេះយើងក្របវាទុកមកពុះហើយឲ្យវាផុយបន្លែបងប្អូនផុយបន្លែផុយសាច់ហ្នឹងនេះយើងក៏ចាប់ផ្ដើមបើកមើលថាវាផុយល្អពុកគ្រប់គ្រួអីចឹងណាហើយយើងមើលថារសជាតិអេបមកដែរយើងថែមជាមួយស្លឹកបាសបងប្អូនស្លឹកបាសនេះវាមានរុក្ខជាតិវីតាមីនបងប្អូនណាយើងហូបអញ្ចឹងទៅវាជួយដល់សុខភាពដែរនេះហៅរុក្ខជាតិបៃតងជាបន្លែមួយដែលវាមានជាតិវីតាមីនខ្ពស់អញ្ចឹងបងប្អូនមួយថ្ងៃបងប្អូនរួចរាល់ហើយម្ហូបយើងដាក់ជាមួយម្ទេសក្របយើងបងប្អូនហើយជាមួយលៀងលាក់ជីគេហៅជីលៀងលាក់សម្រាប់បងសម្លប្រហើរួចចាប់បាត់ហើយបងប្អូនរួចរាល់ម្ហូបមួយមុខនេះហ្នឹងហើយបងប្អូនបើសិនជាបងប្អូនជួយ like ជួយ share អ្នកមួយផងដើម្បីឲ្យជាប្រយោជន៍ទៅដល់បងប្អូនសម្រាប់អ្នកចូលចិត្តធ្វើម្ហូបនៅតាមផ្ទះសម្រាប់ពុកម៉ែបងប្អូនត្រូវការជួយ like ជួយ share អ្នកមួយផងអរគុណជប់